លោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតការលើកស្ទួយធុរកិច្ចស្ត្រីនិងជំរុញឲ្យសេដ្ឋកិច្ចជាតិកើនឡើងការលើកស្ទួយធុរកិច្ចស្ត្រីឲ្យកើនឡើងនឹងធ្វើឲ្យសេដ្ឋកិច្ចជាតិកើនឡើងផងដែរព្រោះស្ត្រីជាកម្លាំងចលករដ៏សំខាន់មួយនៅក្នុងសង្គមនេះគឺជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតស្ត្រីទី1នៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលអភិវឌ្ឍសេដ្ឋកិច្ចនិងសហគ្រិនភាពស្ត្រីនៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញរាជធានីភ្នំពេញនាព្រឹកថ្ងៃទី3ខែធ្នូឆ្នាំ2025លោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតបានថ្លែងថាស្ត្រីគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិឲ្យកាន់តែមានភាពធន់និងកាន់តែប្រសើរឡើងលោកជំទាវបណ្ឌិតបានមានប្រសាសន៍បន្តថាសម្រាប់មជ្ឈមណ្ឌលអភិវឌ្ឍសេដ្ឋកិច្ចនិងសហគ្រិនភាពស្ត្រីជាសមិទ្ធផលថ្មីមួយដែលបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះស្ត្រីសហគ្រិនស្ត្រីបានលើកឡើងថាបច្ចុប្បន្នស្ត្រីបានបង្កើតអាជីវកម្មដោយខ្លួនឯងរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារដោយបុរសដែរការនេះគឺខុសពីសម័យមុនដែលស្ត្រីនៅតែផ្ទះមិនចេញទៅក្រៅរកចំណូលសហគ្រិនស្ត្រីរីករាយដែលមជ្ឈមណ្ឌលអភិវឌ្ឍសេដ្ឋកិច្ចនិងសហគ្រិនភាពស្ត្រីត្រូវបានដាក់ឲ្យដំណើរការនៅថ្ងៃនេះព្រោះមជ្ឈមណ្ឌលនេះបានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ស្ត្រីគ្រប់រូបមជ្ឈមណ្ឌលអភិវឌ្ឍសេដ្ឋកិច្ចនិងសហគ្រិនភាពស្ត្រីហៅកាត់ថា MSSS WEEDC មានបេសកកម្មក្នុងការអភិវឌ្ឍសហគ្រិនភាពនិងបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ចនិងសេដ្ឋកិច្ចគ្រួសារមុខងាររបស់មជ្ឈមណ្ឌលទាំង4ចំណុចសំខាន់រួមមានទី1ការអភិវឌ្ឍសមត្ថភាពផ្នែកសេដ្ឋកិច្ចរបស់ស្ត្រីទី2កម្មវិធីគាំទ្រការចាប់ផ្ដើមនិងអភិវឌ្ឍសហគ្រិនភាពស្ត្រីទី3កម្មវិធីស្រាវជ្រាវនិងនវានុវត្តន៍និងទី4ការពង្រីកបណ្ដាញនិងតភ្ជាប់ទីផ្សារផលិតផលនិងសេវាកម្មរបស់សហគ្រិនជាស្ត្រីនៅក្នុងស្រុកតំបន់និងជាសកលគួរបញ្ជាក់ផងដែរថារាជរដ្ឋាភិបាលកម្ពុជាតាមរយៈយុទ្ធសាស្ត្រចតុកោណទាំង4ដំណាក់កាលបានចាត់ទុកស្ត្រីគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចនិងសង្គមជាតិនិងពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី7នៃរដ្ឋសភានៅតែបន្តកំណត់ការលើកកម្ពស់សមភាព Gender និងការបង្កើនភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាពក្នុងរបៀបវារៈគោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ប្រកបដោយសីលធម៌សមធម៌និងបរិយាបន្នដែលក្នុងនោះស្ត្រីគឺជាស្នូល